សូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តគាំទ្រ Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមករៀនពីវិធីបូកប្រភេទដែលមានភាគបែងដូចគ្នាឥឡូវខ្ញុំឧទាហរណ៍លំហាត់មួយបាទឧទាហរណ៍លំហាត់មួយហើយខ្ញុំឧទាហរណ៍លំហាត់កបាទខ្ញុំឧទាហរណ៍ថា4នៅលើ5បូក2នៅលើ5បាទស្មើយើងដឹងហើយថាដើម្បីបូកប្រភេទលុះត្រាតែភាគបែងហ្នឹងដូចគ្នានេះភាគបែងនេះបើសិនជានេះ5អានេះក៏5អានេះក៏5អញ្ចឹងអាហ្នឹងភាគបែងដូចគ្នាអញ្ចឹងយើងអាចបូកបានយើងបូកយ៉ាងម៉េចយើងសេស្មើមកហើយយើងសេគូត្រង់ចេញមួយហើយយើងសេលេខ4សញ្ញាបូកនេះយើងយកមកដាក់នៅកន្លែងនេះបូកលេខ2នេះយើងយកមកដាក់នៅកន្លែងនេះមកបូក2ហើយ5នេះភាគបែងរួមដូចគ្នាហើយយើងយកមកដាក់នៅខាងក្រោមបាទតោះមកយើងស្មើតទៅទៀតស្មើបាទយើងធ្វើមកវិធីបូកមក4បូក2 4បូក2ស្មើប៉ុន្មាន4បូក2ស្មើ6បាទស្មើ6អញ្ចឹង6នៅលើ5បន្ទាប់ពីយើងបូកឃើញ6លើ5ហើយយើងមើលថាតើប្រភេទហ្នឹងអាចសម្រួលបានដែរឬទេប្រសិនបើប្រភេទនេះសម្រួលបានយើងសម្រួលប្រសិនបើប្រភេទហ្នឹងសម្រួលមិនបានយើងមិនសម្រួលទេប៉ុន្តែយើងក៏លេខមើលប្រភេទដែលខ្ញុំឧទាហរណ៍នេះ6ជាចំនួនគត់គូហើយលេខ5ជាចំនួនគត់សេសអញ្ចឹងប្រភេទ2ហ្នឹងមិនអាចសម្រួលបាននៅចំនួនណាមួយបានទេបើសម្រួលមិនបានន័យថាចម្លើយហ្នឹងគឺប៉ុណ្ណឹងឯងបាទហើយមួយអូខេឥឡូវយើងមើលទៅមើលឧទាហរណ៍មួយទៀតបាទមើលឧទាហរណ៍មួយទៀតយើងទៅមើលឧទាហរណ៍ខម្ដងបាទឧទាហរណ៍ខខ្ញុំឧទាហរណ៍ឲ្យច្រើនបន្តិច32នៅលើ10បូកនឹង8នៅលើ10បាទយើងមើលប្រភេទហ្នឹងភាគបែងដូចគ្នាបាទភាគបែងដូចគ្នាហើយយើងដាក់សញ្ញាស្មើមកតបមកយើងគូមកសេ32បូកនឹង8នេះនៅលើ10តោះមកយើងបូកវាបញ្ចូលគ្នាមកបាទដាក់សញ្ញាស្មើនឹងឲ្យចំពីក្រោមគ្នាអញ្ចឹងមកតោះយើងបូកអូខេ32បូក8ស្មើ40នៅលើ10 40លើ10អូខេឥឡូវយើងមើលកលែងមើលប្រភេទហ្នឹងជាចំនួនគត់គូដូចគ្នាអានេះគត់គូអានេះគត់គូហើយលេខច្រើនទៀតអញ្ចឹងលេខហ្នឹងប្រសិនបើយើងយកវាចែកមើលចែកដាច់អត់បើចែកនឹង10នឹងដាច់យើងចែកនឹង10យកតែម្ដងបើចែកមិនដាច់ទេក៏តាមតាណាយើងសម្រួលវិញតែឥឡូវយើងចែកតើឥឡូវយើងចែកនៅខាងនេះគិតអាចលេខតិចមក40ចែក10បាទយើងកាត់បាន2ខ្ទង់បានប៉ុន្មានបាទ
lấy những đáp án mà đáp án 4 và 4 số đó số 4 một đó 4 chữ đã sinh nhật đó Thomas Smart màu mắn số đọc số mà 4 đọc 4 số trongประเภทนั้นจำลอย small มั้ยนี่ small នេះអូខេ small 4អញ្ចឹងចម្លើយ small គេដាក់ small ចាំពីកម្ម4ចម្លើយចុងក្រោយ4អូខេហើយមួយកំហាត់ទៀតឥឡូវយើងទៅឧទាហរណ៍លំហាត់អក្សរកបាទលំហាត់អក្សរកវិញតោះឥឡូវយើងមើលលំហាត់អក្សរកឧទាហរណ៍កហាត់អក្សរកខ្ញុំឧទាហរណ៍ថា25នៅលើ12បូក12នៅលើ12បាទស្មើតោះឥឡូវយើងមើលស្មើប៉ុន្មានយើងធ្វើលេខបាញ់ភាពបាញ់ដូចគ្នាហើយបានភាពបាញ់រង12ដូចគ្នាអញ្ចឹងយើងសេគូនេះមកហើយយើងសេយ៉ាងម៉េចសេ25នេះមកបាទហើយសេសញ្ញាបូកមកតមកយើងសេ12នេះចូលមកបាទរួចហើយយើងភាពបាយរួម12អញ្ចឹងយើងសេ12មកបាទអូខេតមកស្មើប្រមាណបាទ25បូក12យើងសេមកយើងកាត់អាចលេខនេះតិចមកតោះអូខេយើងនឹងសេ25បូក12 5បូក2ស្មើ5 7 2បូក1ស្មើ3អញ្ចឹងចម្លើយរបស់វាស្មើប៉ុន្មាននេះស្មើ35 នៅលើ12អានេះគឺជាចំនួនគត់គូចំណែកអានេះគឺជាចំនួនជុតសេសជាងយើងមើលលេខនឹងអាចសម្រួលនឹងម៉ែអត់មានមេលេខណាស្មើ37ទេអញ្ចឹងអត់មានលេខណាដែលចែកដាច់នឹង7ទេ7មានតែចែកដាច់នឹង1និង37ខ្លួនឯងអញ្ចឹងហើយលេខហ្នឹងគឺចម្លើយស្មើប៉ុណ្ណឹងឯងស្មើ37នៅលើ12បាទអញ្ចឹងការឧទាហរណ៍ត្រូវបានបញ្ចប់ហើយបាទចប់សូមអរគុណដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើមានចម្ងល់អីអាច comment សួរនៅតាមវីដេអូនៅខាងក្រោមវីដេអូនេះ
ហើយប្រសិនបើមានកំហុសឆ្គងក៏សូមអធិស្ឋានផងបាទសូមអរគុណប្រសិនបើលោកអ្នកចង់ទទួលបានចំណេះដឹងផ្សេងៗសូមចូលមកកាន់ Channel Mr. អូនវាសនា